ជំរាបសួរលោកគ្រូខ្ញុំបាទភូមិលាវីអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើពីបច្ចេក midterm គឺទៅលើ DHCP server អញ្ចឹងតើបងខ្ញុំសុំវាយ IP របស់ខ្ញុំចូលទៅក្នុងPutty 168.100 ចឹងដំបូងខ្ញុំទៅសេទៅលើឈ្មោះ user login របស់ខ្ញុំគឺវាយ password ហើយខ្ញុំសូមដាក់វាសារតែនេះវាខ្ញុំបានទៅសេវាហើយអញ្ចឹងខ្ញុំសូម copy ដាក់តម្រងអញ្ចឹងដំបូងគឺខ្ញុំឆែកទៅលើ IP របស់ខ្ញុំនេះវាគឺជា IP របស់ខ្ញុំគឺ 192.168.85.130 ហើយមក /24 នេះវាគឺជា subnet mask ហើយចំពោះ ENS 33នេះវាគឺជា interface អញ្ចឹងដំបូងខ្ញុំធ្វើការ install ទៅលើ DHCP server គឺនេះខ្ញុំសូម copy មកស្ដាំចុច enter ហើយខ្ញុំបាយ password ចឹងវាកំពុងតែដំណើរការហើយបន្ទាប់គឺខ្ញុំធ្វើការ install ទៅលើ DHCP server នេះ copy មកស្ដាំចុច enter ហើយចំណុចទី2នេះគឺយើងធ្វើការទៅលើ config ទៅលើ DHCP server ដោយសារតែនេះខ្ញុំបាន install វាហើយអញ្ចឹងខ្ញុំធ្វើការ config ទៅលើ DHCP server ម្ដងអញ្ចឹងខ្ញុំ copy ដាក់ចុច enter អញ្ចឹងដល់កន្លែងនេះដោយសារតែខ្ញុំធ្លាប់ធ្វើហើយម្ដងហើយអញ្ចឹងនៅពេលខ្ញុំធ្វើលើកទី2ទៅគឺវាពេលខ្ញុំចុចcommand config ទៅវានឹង load ចូល subnet mask របស់ខ្ញុំនេះតែបើអ្នកធ្វើលើកទី1វានឹងមាន load អក្សរច្រើនជួរហើយនឹងមាន load ទ្រង់ជ្រុកអញ្ចឹងគឺយើងត្រូវធ្វើការលុបទ្រង់ជ្រុកហ្នឹងដោយយើងចុចទៅលើ control K ទៅវានឹងលុបទ្រង់ជ្រុកហ្នឹងហើយនៅពេលបន្ទាប់គឺខ្ញុំ copy subnet mask របស់ខ្ញុំចូលក្នុងនេះតែម្ដងហើយដែល subnet mask របស់ខ្ញុំនេះគឺ 192.168 នេះហើយចំពោះ rank វិញគឺពី100ទៅ200ហើយ router នេះគឺ 192.168.85.1 ចំពោះdomain name server គឺ 8.8.8 ហើយនេះគឺជា domain name gateway ហើយនេះគឺ list time 600និង make list time នេះគឺ 7200ហើយបន្ទាប់យើងដើម្បីចុចចាញ់ពីវាគឺយើងចុច control H ទៅវានឹង save ហើយវានឹងចុចចាញ់ហើយយើងត្រូវចុច Y enter គឺវានឹង save ហើយវាចេញឲ្យអូតូអានេះដោយសារតែខ្ញុំធ្វើលើកទី2អញ្ចឹងនៅពេលខ្ញុំចុចតា control H មកវា load ចេញហើយនឹង save ឲ្យស្រាប់តែម្ដងហើយចូលដល់ចំណុចទី3នេះគឺធ្វើការ restart ហើយ enable ទៅលើ DHCP server គឺខ្ញុំសូម copy command គឺខ្ញុំ copy វា enter ហើយខ្ញុំ copy មួយទៀតចុច enter មួយទៀតហើយ command នេះគឺយើងធ្វើ status របស់DHCP server គឺខ្ញុំហើយចុច enter ហើយអញ្ចឹងវាបានដំណើរការរួចហើយអញ្ចឹងដើម្បី verify DHCP និង assign IPS គឺយើងត្រូវវាយ command នេះអញ្ចឹងខ្ញុំសូម copy វាមកស្ដាំទៅអញ្ចឹងនេះវាបាន verify ទៅលើ DHCP server និង assign IPS រួចហើយអញ្ចឹងកិច្ចការ DHCP server របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូដែលបានតាម